Nẹ mô tát saภิក្ខវេតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថុរតនតយសៈវន្ទាមិខ្ញុំព្រះករុណាក៏សូមនមស្ការចំពោះអង្គប្រជុំ3ព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1និងព្រះធម៌រតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងបន្តបន្ទាប់ខ្ញុំព្រះករុណាក៏សូមនមស្ការចំពោះព្រះធរាធរៈគ្រប់ព្រះអង្គព្រមទាំងញាតិញោមជាពុទ្ធបរិស័ទទីជិតទីឆ្ងាយដោយសេចក្តីជ្រះថ្លាជាឱកាសនេះខ្ញុំព្រះករុណានឹងលើកយកអំពីអនិសង្សសាធារណៈជូនញាតិញោមដែលជាពុទ្ធបរិស័ទសន្តាំគ្រប់គ្នាតែមុននឹងសម្ដែងនៅក្នុងសិភៅអនិសង្ស30ខ្ញុំព្រះករុណាក៏សូមអខន្តីអធ្យាស្រ័យចំពោះអំពីសំណាក់ញាតិញោមដែលជាពុទ្ធបរិស័ទទាំងអស់បើខ្ញុំព្រះករុណាអាត្មាភាពសម្ដែងទៅហើយមានការលើសលប់នៅពាក្យជញ្ជនៈអក្សរអក្ខរាវិរុទ្ធឬភាសាបាលីជញ្ជនៈនៅត្រង់ណាដោយមិនសំគួរដោយមិនសមរម្យនោះក៏សូមញាតិញោមដែលជាពុទ្ធបរិស័ទព្រមទាំងគុណម្ចាស់គ្រប់ព្រះអង្គសូមអខន្តីអភ័យទោសមកដល់ខ្ញុំព្រះករុណាភាពជាអ្នកសម្ដែងពធវិសេសទីស្នាផងសូមអនុមោទនាធម្មតាមនុស្សក្នុងលោកតែងស្រឡាញ់អាយុជីវិតរបស់ខ្លួនជាទីបំផុតចង់ឲ្យរស់នៅបានយូរបានសុខចម្រើនតែរៀងខ្លួនការញ៉ាំងអាយុជីវិតរបស់ខ្លួនឲ្យបានយូរបានសុខចម្រើននោះមានសេចក្តីលំបាកច្រើនបែបច្រើនយ៉ាងណាគឺលំបាកដោយកិច្ចការពារសេចក្តីអន្តរាយកិច្ចការពារជំងឺដំកាន់កេញកែងស្វែងរកបច្ច័យគ្រឿងអាស្រ័យកិច្ចស្វែងរកគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់ប្រាក់កាសសម្រាប់ចាយវាយជាដើមដែលជាការចាំបាច់ខានពុំបានពលដោយសរមក្នុងមនុស្សម្នាក់លុះតែមានប្រកបដោយឋានៈ